សៀវភៅដើរតាមបេះដូងវគ្គទី6ខណៈពេលដែលអ្នកជាប់ជំពាក់ខ្លាំងពេកទៅនឹងរបស់ផ្សេងៗដូចជាមនុស្សលុយអ្នកធ្វើឲ្យខ្លួនឯងស្មុគស្មាញហើយការលំបាកបំផុតរបស់ជីវិតគឺជាការរៀនពេញចិត្តចំពោះអ្វីដែលខ្លួនមាននិងការរៀនរំដោះខ្លួនកុំឲ្យជាប់ជំពាក់នឹងរបស់អ្វីមួយឲ្យសោះ 1. ការជាប់ជំពាក់ 2. ការជាប់ជំពាក់នឹងលុយ 3. ការឲ្យ 4. ការជាប់ជំពាក់នឹងមនុស្សជាទីស្រឡាញ់ 1. ការជាប់ជំពាក់នៅពេលអ្នករត់ដេញចាប់របស់មួយវានឹងរត់គេចពីអ្នកកាន់តែលឿននេះគឺជាការពិតចំពោះសត្វស្នេហានិងសូម្បីតែលុយតែអ្នកធ្លាប់ជួបមនុស្សដែលខ្ជូតគួរឲ្យស្រឡាញ់នៅពិធីជប់លៀងមួយហើយនាងប្រាប់ថាខ្ញុំនឹងខលមកលោកនៅសប្តាហ៍ក្រោយដូច្នេះអ្នកមិនចេញទៅណាទាល់តែសោះអស់ពេលមួយសប្តាហ៍សូម្បីតែបង្គន់ក៏មិនចង់ទៅផងអ្នកអង្គុយក្បែរទូរស័ព្ទចាំហើយចាំទៀតតើនរណាខលមកគឺមនុស្សគ្រប់គ្នាលើកលែងតែម្នាក់ស្រីនឹងដែលមិនបានខលមករកអ្នកតើអ្នកធ្លាប់ឮដែរទេគឺចង់លក់របស់មួយខ្លាំងណាស់គឺចង់យ៉ាងតក់ក្រហល់អាចជាឡានឬក៏ផ្ទះតើនរណាគេចង់ទិញវាគ្មានទេដូច្នេះអ្នកបញ្ចុះតម្លៃតើនរណាខ្វល់ក៏គ្មាននរណាខ្វល់ដែរហេតុអ្វីទៅព្រោះនៅពេលអ្នកចង់បានអ្វីមួយតក់ក្រហល់ខ្លាំងពេកវានឹងប្រែជាអស់តម្លៃឬ0ចូលនិយាយជាមួយអ្នកលក់ម្នាក់មិនថាគាត់គឺជាអ្នកលក់យន្តហោះឬលក់សាប៊ូបោកកៅអៅទេគាត់នឹងនិយាយប្រាប់អ្នកអំពីរឿងពិតនេះចំណងដែលតក់ក្រហល់ខ្លាំងពេករុញអ្នកឲ្យវិលចុះក្រោមដូចជាការដោះខ្ចៅចេញពីឡោស៊ីហើយបើកាលណាអ្នកកាន់តែតក់ក្រហល់មនុស្សកាន់តែតិចដែលចង់បានទំនិញពីអ្នកតើមានអ្វីកើតឡើងនៅពេលអ្នកនៅក្នុងភពជនីឋានហើយប្រញាប់ប្រញាល់ចង់បានអាហារដែលអ្នកខំងគឺពួកគេភ្លេចធ្វើម្ហូបដែលអ្នកបានខំងបាត់ទៅហើយខ្ញុំបានរៀនច្បាប់នៃការជាប់ជំពាក់នៅក្នុងអាកាសយានដ្ឋានខ្ញុំធ្វើដំណើរទៅជាច្រើនកន្លែងជុំវិញពិភពលោកតាមរយៈកម្មវិធីមួយដែលគេហៅថាដំណើរចុះកម្មសិក្សាស្រាវជ្រាវរបស់អ្នកក្រុមអ្នកនិពន្ធដំណើរស្រាវជ្រាវនោះជាធម្មតាមានរយៈពេលពី6សប្តាហ៍ទៅ9ខែរហូតមកទល់ពេលថ្មីនេះភរិយារបស់ខ្ញុំជូលីរវល់គ្រប់គ្រងអាជីវកម្មរបស់នាងដូច្នេះខ្ញុំត្រូវធ្វើដំណើរតែម្នាក់ឯងសឹងតែគ្រប់ពេលខ្ញុំបានរកឃើញថាខ្ញុំអាចទៅទាន់ជើងយន្តហោះចំនួន100ជើងហើយ99ដងក្នុងចំណោម100ជើងនេះគឺខ្ញុំទៅទាន់ត្រឹមម៉ោងចេញដំណើរល្មមប៉ុន្តែឲ្យតែពេលហោះត្រឡប់មកផ្ទះវិញគឺពេលដែលខ្ញុំតក់ក្រហល់ខ្លាំងណាស់ដើម្បីបានជួបមុខនាងរហូតដល់មាត់របស់ខ្ញុំកំពុងតែរាប់នាទីថែមទៀតនោះជាញឹកញាប់ខ្ញុំតែងតែមកដល់អាកាសយានដ្ឋានយឺតរហូតដល់4ម៉ោងឯណោះនៅចុងបញ្ចប់នៃការធ្វើដំណើរដើម្បីផ្សព្វផ្សាយសៀវភៅរបស់ខ្ញុំនៅអាមេរិកខាងជើងយើងបានសម្រេចចិត្តថាត្រូវណាត់ជួបគ្នានៅ San Francisco ជូលីធ្វើដំណើរពីអូស្ត្រាលីមកដល់ San Francisco ខណៈពេលខ្ញុំកំពុងនៅ Portland នៅឡើយខ្ញុំសាមនឹងការចេញដំណើរយឺតយ៉ាវរបស់យន្តហោះបែបនេះទៅហើយខ្ញុំដើរទៅកាន់កន្លែងពិនិត្យអីវ៉ាន់ហើយសួរបុគ្គលិកនៅទីនោះថាបើខ្ញុំចេញដំណើរនៅម៉ោង6អញ្ចឹងតើទៅដល់ San Francisco យឺតប៉ុន្មានម៉ោងគាត់ឆ្លើយថាវាមិនយឺតទេមិនយឺតខ្ញុំបើកភ្នែកធំខ្ញុំសឹងតែលោតរំលងតុឲ្យអោបគាត់ឲ្យខ្លាំងទៅហើយប៉ុន្តែខ្ញុំប្រែជាស្រងាក់ចិត្តទៅវិញពេលឮគាត់និយាយទៀតថាតើលោកចង់ដឹងទេថាហេតុអ្វីបានជាវាមិនយឺតព្រោះយើងបានលុបចោលជើងយន្តហោះហើរនេះទៅហើយជំនួសមកវិញនៅម៉ោង10កន្លះយប់ខ្ញុំត្រូវបានគេផ្ដល់កៅអីមួយនៅលើយន្តហោះទៅកាន់សាន់ជូសបន្ទាប់មកឡើងជិះឡានបន្តទៀតទៅកាន់ San Franciscoខ្ញុំបានទៅដល់សន្តាគាររបស់ជូលីនៅពេលព្រឹកសរុបទៅគឺខ្ញុំមកយឺតចំនួន7ម៉ោងឯណោះនៅពេលយើងតក់ក្រហល់នឹងរបស់មួយឬព្រឹត្តិការណ៍អ្វីមួយអារម្មណ៍របស់យើងទាំងស្រុងនឹងប្រតិទៅនឹងរបស់ព្រឹត្តិការណ៍ដែលកំពុងតែកើតនោះដូច្នេះទើបយើងបែរជាបង្អាក់ឲ្យវារអាក់រអួលទៅវិញចុះអ្វីទៅជាគោលការណ៍ប្រឈមនឹងបញ្ហានេះគឺត្រូវរៀនបន្ធូរអារម្មណ៍បន្តិចសិនមុននឹងចាប់ផ្ដើមធ្វើវាអ្នកចំណាយពេល1ឆ្នាំកន្លះរស់នៅដោយគ្មានសង្សារម្នាក់សោះដូច្នេះអ្នកឯកាឲ្យអស់សង្ឃឹមខ្លាំងណាស់ឱកាសមានសង្សារសំបីតែបន្តិចក៏គ្មានផងពេលនោះអ្នកចោះចាញ់ហើយនិយាយលួងលោមខ្លួនឯងថាខ្ញុំមិនបាច់ត្រូវតែមានសង្សារនោះទេនៅម្នាក់ឯងក៏សប្បាយចិត្តដែរហើយភ្លាមនោះអារម្មណ៍រសេះរសោះចេញមកលេងអ្នកគឺវាចេញមកពីគ្រប់កន្លែងពីជញ្ជាំងបន្ទប់ឬក្រោមគ្រែរបស់អ្នកមានអំណាងមួយដែលជាឧទាហរណ៍ងាយយល់បំផុតគឺតើមានអ្វីកើតឡើងនៅពេលអ្នកចង់ឲ្យនរណាម្នាក់ផ្លាស់ប្ដូរគំនិតរបស់ពួកគេតើពួកគេផ្លាស់ប្ដូរវាដែរឬទេគ្មានផ្លូវទេប៉ុន្តែបើអ្នកឈប់ជំរុញពួកគេជានិច្ចការពួកគេនឹងពិចារណាពាក្យសម្ដីរបស់អ្នកមិនខាននៅពេលអ្នកតក់ក្រហល់ចង់បានអ្វីមួយខ្លាំងពេកដូចជាចង់ឲ្យនរណាម្នាក់ខលមកអ្នក
ចង់ឲ្យប្តីឈប់ជក់បារីចង់ឡើងឋានៈចង់ឲ្យចៅហ្វាយស្រឡាញ់ខ្លួនពេលនោះអ្នកនឹងបង្កើតធម៌ពលមួយស្របជុំវិញខ្លួនឯងហើយធម៌ពលនោះនឹងរុញច្រានឬលងបន្លាចរបស់ទាំងនោះចេញពីអ្នកការមិនជាប់ជំពាក់គឺខុសពីការប្រងើយកន្តើយការមិនជាប់ជំពាក់គឺមិនជាការប្រងើយកន្តើយមិនខ្ចីចាប់អារម្មណ៍នោះឡើយវាអាចទៅរួចនៅពេលអ្នកនិយាយថាយើងមិនជាប់ជំពាក់នឹងរបស់មួយប៉ុន្តែយើងនៅតែចង់បានវាបុគ្គលដែលមិនជាប់ជំពាក់ហើយនៅតែចង់បានមានសេចក្តីយល់ដឹងថាការតស៊ូនឹងការប្រឹងប្រែងធ្វើការឲ្យល្អបំផុតនៅទីបំផុតនឹងផ្ដល់រង្វាន់ដ៏អស្ចារ្យដល់ពួកគេចូលចិត្តប្រើភាសាដូចជាបើខ្ញុំមិនឈ្នះនៅពេលនេះទេខ្ញុំនឹងឈ្នះនៅពេលក្រោយឬនៅថ្ងៃណាមួយចូលឧទាហរណ៍ថាអ្នកស្នើសុំការងារមួយនៅក្រុមហ៊ុន Hyper Hardware អ្នកមានសេចក្តីរីករាយខ្លាំងណាស់ចំពោះការងារនេះហើយអ្នកបានរៀបចំខ្លួនបានយ៉ាងល្អអ្នកសរសេរអត្ថបទនៃកិច្ចសម្ភាសន៍ដែលអ្នកនឹងនិយាយជាមួយនាយកជប់ហើយអនុវត្តវាដោយខ្លួនឯងនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកហើយអ្នកថែមទាំងទិញស្បែកជើងថ្មីមួយគូហើយកាត់សក់យ៉ាងស្រស់ស្អាតថែមទៀតផងអ្នកមកដល់ក្រុមហ៊ុនមិនមកដើម្បីធ្វើបទសម្ភាសន៍ហើយលើកនេះអ្នកនឹងធ្វើវាឲ្យល្អជាទីបំផុតអ្វីបន្ទាប់អ្នកត្រឡប់ទៅផ្ទះហើយបន្តធ្វើអ្វីៗដូចធម្មតាវិញអ្នកចោះឈ្មោះចូលរៀនបន្ថែមទៀតអ្នកធ្វើផែនការដាក់ពាក្យសុំការងារផ្សេងទៀតប្រសិនបើអ្នកទទួលបានការងារនៅក្រុមហ៊ុន Harvey អ្នកច្បាស់ជារីករាយមិនខានបើមិនបានទេអ្នកនៅតែបន្តដំណើរទៅមុខទៀតចំណែកឯមនុស្សដែលមានចរិតប្រងើយកន្តើយវិញចូលចិត្តប្រើភាសានោះណាខ្វល់ហើយហេតុអ្វីត្រូវខ្វល់ឯមនុស្សតក់ក្រហល់ចង់បានវិញនិយាយថាបើមិនបានវាទេខ្ញុំច្បាស់ជាស្លាប់មិនខាននៅពេលអ្នកចង់បានតែមិនជាប់ជំពាក់នឹងវាអ្នកចូលចិត្តប្រើភាសាទោះយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែរកការងារល្អមួយឲ្យទាល់តែបានហើយខ្ញុំមិនខ្វល់ថាត្រូវចំណាយពេលយូរប៉ុន្មានឡើយ 2. ការជាប់ជំពាក់នឹងលុយមនុស្សដែលគិតអំពីលុយច្រើនជាអ្នកមានគឺអ្នកក្រនឹងឯងការជាប់ជំពាក់ដែលព្រះពុទ្ធហៅថាសេចក្តីលោភគឺជាកត្តាដែលអាចបញ្យល់ថាហេតុអ្វីមនុស្សជាច្រើនពុះពៀយ៉ាងសស្រាក់សស្រាំដើម្បីលុយព្រោះលុយគឺជាមធ្យោបាយដើម្បីរស់ហើយក៏ជានិមិត្តសញ្ញានៃភាពជោគជ័យផងដែរដូច្នេះហើយទើបយើងភាគច្រើនជាប់ជំពាក់នឹងវាសូម្បីតែមនុស្សជាច្រើនដែលតែងប្រកែកថាវាជារបស់មិនសំខាន់ក៏ដោយក៏ចិត្តពួកគេជាប់នឹងជំពាក់នឹងវាដែរជាអកុសលភាពតក់ក្រហល់របស់យើងដើម្បីចង់បានលុយជាទីបំផុតបែរជាធ្វើឲ្យខូចខាតដល់របស់គ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងទៅវិញនិយាយបែបយ៉ាងទៀតបើចិត្តឬអារម្មណ៍របស់អ្នកកាន់តែជាប់ជំពាក់នឹងរបស់អ្វីមួយអ្នកកាន់តែបាត់បង់ការគ្រប់គ្រងលើខ្លួនឯងមនុស្សភាគច្រើនមានអារម្មណ៍ជាប់ជំពាក់នឹងលុយខ្លាំងសម្បើមណាស់ដូច្នេះហើយទើបពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានការមិនជាប់ជំពាក់គឺជាមូលហេតុចម្បងបំផុតដែលធ្វើឲ្យអ្នកមានកាន់តែមានទ្រព្យសម្បត្តិច្រើនឡើងពួកគេមិនខ្វល់អំពីលុយពេកទេពួកគេក៏មិនតក់ក្រហល់នឹងលុយពេកឡើយបើអ្នកមិនមានលុយអ្នកត្រូវបន្ធូរអារម្មណ៍ឲ្យបានគ្រប់គ្រាន់រហូតដល់អ្នកដឹងខ្លួនឯងថាអ្នកនឹងទទួលបានវានៅថ្ងៃណាមួយនៅពេលអ្នកទទួលបានវាអ្នកត្រូវធ្វើចិត្តឲ្យស្ងប់គ្រប់គ្រាន់ដើម្បីរក្សាវាមួយចំនួនឲ្យគង់វង្សនិងមានស្មារតីដឹងខ្លួនឯងថាលុយនឹងមានបន្ថែមទៀតនឹងចូលមករកអ្នកក៏នៅមានរបស់ខុសគ្នាចម្បងមួយចំនួនទៀតរវាងអ្នកមាននិងអ្នកក្រពោលគឺអកប្បកិរិយារបស់អ្នកក្រគឺអង្គុយផ្សងប្រាថ្នាចង់បានលុយចំណែកអកប្បកិរិយារបស់អ្នកមានគឺជឿជាក់ថាគេនឹងទទួលបានលុយតើខ្ញុំត្រូវរំដោះភាពតក់ក្រហល់នៅខណៈពេលដែលខ្ញុំតក់ក្រហល់ដោយរបៀបណាតើរបស់ជាក់លាក់អ្វីដែលអ្នកត្រូវធ្វើវាគឺជាអកប្បកិរិយាចូលជៀសវាងកុំធ្លាក់ទៅក្នុងអន្ទាក់នៃផ្នត់គំនិតតតែខ្ញុំមានរបស់ X ទៅខ្ញុំអាចសប្បាយរីករាយបានឲ្យសោះជាទូទៅបើអ្នកកំពុងលក់កុំព្យូទ័ររបស់អ្នកកំពុងរងចាំគេខលមកអ្នកកំពុងអង្គុយសង្ឃឹមថាគេដំឡើងឋានៈឲ្យកំពុងព្យាយាមវាយកូនហ្គោឲ្យបានល្អកំពុងរងចាំវិក័យប័ត្រគេផ្ញើតាមអ៊ីមែលកំពុងស្វែងរកប្តីចូលអ្នកបន្ធូរអារម្មណ៍ឡើងចូលអ្នកប្រើវិធីគ្រប់យ៉ាងដែលអ្នកអាចរកបានដើម្បីធ្វើវាឲ្យសម្រេចហើយពេលនោះអ្នកនឹងប្រាប់ខ្លួនឯងថាខ្ញុំមិនត្រូវការរបស់នេះឬរបស់នោះដើម្បីធ្វើឲ្យខ្លួនឯងសប្បាយរីករាយឡើយចូលបំភ្លេចអំពីវាហើយបន្តដំណើរទៅមុខទៀតហើយជាញឹកញាប់លទ្ធផលនឹងចូលមករកអ្នកគំនិតសំខាន់នៅកម្រិតថ្នាក់ផ្លូវចិត្តនិងផ្លូវរូបកាយយើងធ្វើអ្វីដែលអនុលោមទៅតាមច្បាប់ធម្មជាតិមិនដែលតក់ក្រហល់ឡើយធម្មជាតិតែងតែមានតុល្យភាពហើយអ្នកមិនអាចមានតុល្យភាពតាមរយៈភាពតក់ក្រហល់បានទេ
ជីវិតមិនទាមទារឲ្យអ្នកត្រូវតែតស៊ូពុះពៀចាប់ពីកើតរហូតដល់ដង្ហើមចុងក្រោយនោះឡើយចូលអនុញ្ញាតឲ្យរបស់នានាហូរទៅតាមដំណើររបស់វានេះមិនមែនមានន័យថាជាការមិនចេះខ្វល់ខ្វាយឬការប្រងើយកន្តើយទេតែវាជាការមិនបង្ខិតបង្ខំរបស់មួយឲ្យមានដំណើរខុសពីដំណើរធម្មជាតិរបស់វាតែប៉ុណ្ណោះអ្នកអាចនិយាយពាក្យខ្ញុំមិនដឹងថាវាដំណើរការក្នុងកម្រិតប៉ុន្មានទេចូលពិចារណាមើលអ្នកមិនដឹងអំពីកម្រិតនៃធម៌ពលទំនាញដីទេមែនទេដូច្នេះកិច្ចការដែលសំខាន់បំផុតរបស់យើងគឺការព្យាយាមធ្វើការដោយការគោរពឬអនុលោមតាមគោលការណ៍សកលដោយយើងមិនចាំបាច់ត្រូវយល់អំពីដំណើរការរបស់វានោះឡើយការឲ្យបើអ្នកចង់បានអ្វីមួយចូលឲ្យវាទៅអ្នកដទៃតើវាស្ដាប់មើលទៅឈួតឈួតមែនដែរទេអ្នកនឹងទទួលបានកាន់តែច្រើននៅរបស់ដែលអ្នកប្រាថ្នាតាមរយៈការផ្ដល់ឬចែករំលែកទៅកាន់អ្នកដទៃនៅរបស់ដែលអ្នកមាននៅពេលកសិករម្នាក់ចង់បានក្របធញ្ញជាតិបន្ថែមទៀតគាត់យកក្របធញ្ញជាតិដែលគាត់កំពុងមានហើយឲ្យវាទៅដីចម្ការរបស់គាត់នៅពេលដែលអ្នកចង់បានស្នាមញញឹមចូលអ្នកផ្ដល់ស្នាមញញឹមរបស់អ្នកនៅពេលអ្នកចង់បានមុនស្នេហ៍ចូលអ្នកផ្ដល់មុនស្នេហ៍របស់អ្នកនៅពេលអ្នកជួយមនុស្សពួកគេនឹងជួយអ្នកវិញនៅពេលអ្នកចង់បានមួយកណ្ដាប់ដៃត្រូវត្រង់មាត់តើអ្នកត្រូវធ្វើយ៉ាងម៉េចទៅគឺអ្នកផ្ដល់មួយកណ្ដាប់ដៃឲ្យនរណាម្នាក់ជាមុនសិនហើយបើអ្នកចង់ឲ្យមនុស្សផ្ដល់លុយមកឲ្យអ្នកតើអ្នកត្រូវធ្វើយ៉ាងម៉េចទៅគឺអ្នកត្រូវចែករំលែកលុយរបស់អ្នកជាមួយនឹងពួកគេជាមុនសិនចូលគិតពិចារណាអំពីវាប្រសិនបើការចាប់ជំពាក់រារាំងសេចក្តីល្អមិនឲ្យហូរចូលមកក្នុងជីវិតរបស់អ្នកនោះមានន័យថាមានតែការមិនជាប់ជំពាក់ទេដែលបង្ហូរសេចក្តីល្អមកក្នុងជីវិតរបស់អ្នកយើងត្រូវតែផ្ដល់ឲ្យគេនៅរបស់ដែលមានតម្លៃចំពោះយើងមិនមែនរបស់គ្មានតម្លៃដែលអស់តម្លៃចំពោះយើងនោះឡើយរបស់ដែលយើងផ្ដល់ទៅឲ្យអ្នកដទៃរបស់នោះនឹងត្រឡប់មកអ្នកវិញខ្ញុំជួបមនុស្សមួយចំនួនដែលប្រាប់ខ្ញុំថាកុំឲ្យរបស់ទៅគេសឹងតែមួយជីវិតទៅហើយខ្ញុំមិនដែលទទួលបានអ្វីមកវិញទេខ្ញុំគិតថាពួកគេមិនមែនកំពុងតែឲ្យទៅអ្នកដទៃឡើយខ្ញុំគិតថាពួកគេកំពុងតែយកពីគេទៅវិញទេព្រោះក្នុងចិត្តរបស់ពួកគេគឺកំពុងរំពឹងចង់បានត្រឡប់មកវិញហើយវាមិនមែនជាការពិតប្រាកដឡើយចោះចំណែកឯពួកអ្នកមានដែលចិត្តកំណាញ់មិនដែលចែករបស់ឲ្យអ្នកដទៃសោះនោះតើប៉ុន្មានដងមកហើយដែលយើងឮរឿងនេះមនុស្សគំរីមិនហ៊ានចាយលុយទេមួយថ្ងៃស៊ីតែនំប៉័ងក្រៀមហើយស្លាប់នៅលើគំនររុយរាប់លានដុល្លារនៅក្រោមគ្រែដូច្នេះប្រសិនបើអ្នកឲ្យដើម្បីហេតុផលចង់ទទួលមកវិញតើវាមានប្រយោជន៍អីទៅដែលយើងមិនហ៊ានប្រើប្រាស់លុយហើយអង្គុយញ៉ាំតែនំប៉័ងក្រៀមនោះករណីធនាគាររបស់អ្នកគឺមិនមែនជាខ្នាតវត្តភាពស្តុកស្តម្ភរបស់អ្នកនោះទេភាពស្តុកស្តម្ភគឺជាអ្វីដែលហូរចុះឡើងនៅក្នុងជីវិតរបស់អ្នកភាពស្តុកស្តម្ភគឺជាលំហូរនៃការឲ្យនិងការទទួលប្រសិនបើអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងធនាគារនៅប្រទេសស្វីសហើយអ្នកមិនដែលប្រើវាទាល់តែសោះនោះមានន័យថាទ្រព្យសម្បត្តិទាំងនោះមិនបានធ្វើឲ្យជីវិតរបស់អ្នកពេញដោយសេចក្តីមានបានឡើយក្នុងភាសាបច្ចេកទេសវាគឺជាទ្រព្យសម្បត្តិរបស់អ្នកប៉ុន្តែក្នុងសេចក្តីពិតអ្នកមិនបានទទួលប្រយោជន៍អ្វីសោះអំពីវាមិនបានធ្វើឲ្យអ្នកស្ដុកស្ដាំឡើយហើយថាមិនត្រូវវាអាចជាកម្មសិទ្ធិរបស់អ្នកផ្សេងក៏មិនដឹងព្រោះធនាគារអាចផ្ដល់ប្រាក់នេះឲ្យតែគេខ្ចីទៅប្រើប្រាស់ដូច្នេះការឲ្យនិងការទទួលគឺជាគោលការណ៍សកលដែលអនុវត្តលើយើងជាប់ជានិច្ចគំនិតសំខាន់ចំណុចសំខាន់នៃការឲ្យគឺត្រូវឲ្យដោយគ្មានរំពឹងចង់បានអ្វីត្រឡប់មកវិញបើអ្នករំពឹងឬលួចសង្ឃឹមចង់បានលទ្ធផលត្រឡប់មកវិញអ្នកកំពុងតែជាប់ជំពាក់នឹងលទ្ធផលនេះហើយនៅពេលអ្នកជាប់ជំពាក់នឹងវាភាគរយនៃលទ្ធផលដែលនឹងកើតឡើងកាន់តែតិចហើយតើអ្នកគួរតែមានសេចក្តីរីករាយនឹងកម្មសិទ្ធិដែលអ្នកកំពុងតែមានឬពិតណាស់ដូច្នេះអ្នកត្រូវតែច្បាស់ថាអ្នកកំពុងកាន់កាប់វាគឺមិនមែនវាកំពុងតែកាន់កាប់អ្នកនោះទេ4ការជាប់ជំពាក់នឹងមនុស្សជាទីស្រឡាញ់ភាពលោភលន់គឺជាឫសគល់នៃសេចក្តីទុក្ខសោកព្រះពុទ្ធម៉ារីអន្ទះសារចង់បានខ្លាំងណាស់បុរសម្នាក់ដែលស្រឡាញ់នឹងថ្នាក់ថ្នមនាងតើវាមានសង្ឃឹមច្រើនដែរទេដើម្បីនាងអាចរកបានបុរសបែបនេះប្រហែលជាមិនច្រើនទេមូលហេតុទី1គឺភាពអន្ទះសាររបស់នាងកំពុងតែរុញច្រានបុរសឲ្យកាន់តែឆ្លៀតឆ្ងាយពីនាងទី2ខណៈពេលដែលនាងកំពុងតែមានអារម្មណ៍អន្ទះសារអាកប្បកិរិយារបស់នាងមើលទៅមិនគួរឲ្យស្រឡាញ់ឡើយFred និយាយទៅកាន់មិត្តស្រីរបស់គាត់ថាបងត្រូវការអូនហើយបងមិនអាចរស់ដោយគ្មានអូនបានទេប៉ុន្តែទង្វើនេះគឺមិនមែនជាសេចក្តីស្រឡាញ់នោះឡើយវាគឺជាសេចក្តីស្រេកឃ្លានទេតាអ្នកមិនអាចត្រូវការមនុស្សម្នាក់យ៉ាងអន្ទះសារហើយស្រឡាញ់គ្នាក្នុងពេលតែមួយបានទេហើយបើអ្នកពិតជាមិនអាចរស់ដោយគ្មានគេម្នាក់នោះបានមែនវាមានន័យថាអ្នកគឺជាមនុស្សអសមត្ថភាពម្នាក់ដូច្នេះតើនរណាចង់បានមនុស្សបែបនេះទៅ
ការស្រឡាញ់មនុស្សម្នាក់វាមានន័យថាជាការផ្ដល់ឲ្យពួកគេនូវសេរីភាពធ្វើខ្លួនដូចជាប្រភេទមនុស្សដែលគេប្រាថ្នានិងចង់ទៅកន្លែងដែលគេចង់ទៅការស្រឡាញ់គឺជាការអនុញ្ញាតឲ្យមនុស្សម្នាក់រស់នៅក្នុងជីវិតដែលជាជម្រើសរបស់ខ្លួនម្ដងទៀតឥឡូវនេះគឺកំពុងតែនិយាយអំពីការមិនជាប់ជំពាក់នឹងឯងដើម្បីមានរបស់មួយឬនរណាម្នាក់យើងត្រូវតែអនុញ្ញាតឲ្យរបស់នោះឬម្នាក់នោះទៅដោយសេរីភាពការជាប់ជំពាក់នឹងអ្វីមួយនិងការស្អប់ខ្ពើមអ្វីមួយយើងមិនអាចផ្លាស់ប្ដូរអ្វីមួយបានទេលុះត្រាតែយើងទទួលយកវាជាមុនសិនការស្អប់ខ្ពើមគឺជាគំនិតអាក្រក់ម្យ៉ាងខណៈពេលដែលអ្នកកំពុងតែស្អប់ខ្ពើមអ្វីមួយអ្នកកំពុងតែជាប់ជំពាក់វាដោយអារម្មណ៍ដូច្នេះរបស់នោះនឹងបន្តវិលវល់នៅក្នុងខួរក្បាលរបស់អ្នកឧទាហរណ៍អ្នកកំពុងជាប់បំណុលហើយអ្នកស្អប់វាខ្លាំងណាស់កាលៈទេសៈបែបនេះវាពិតជាពិបាកខ្លាំងណាស់ដើម្បីធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើងអ្នកប្រើធម្មពលជាច្រើនដើម្បីចំណាយលើការស្អប់ខ្ពើមបំណុលនេះរហូតដល់វាធ្វើឲ្យជីវិតរបស់អ្នកជាប់គាំងធ្វើឲ្យអ្នកខ្សោះខ្លួនប៉ុន្តែខណៈពេលដែលអ្នកទទួលស្គាល់បញ្ហាបំណុលនេះខណៈពេលដែលអ្នកធ្វើចិត្តឲ្យមានសេរីភាពចេញអំពីអារម្មណ៍ច្របូកច្របល់នេះពេលនោះអ្នកអាចរំដោះខ្លួនចេញអំពីវាបានមិនខានការទទួលស្គាល់មិនមែនមានន័យថាការចោះចាញ់នោះទេតែវាមានន័យថាជាការយល់ការពិតអំពីបញ្ហានោះឧទាហរណ៍មួយទៀតបើអ្នកមិនទទួលយល់ព្រមថាខ្លួនធាត់នោះទេអ្នកនឹងមានប្រតិកម្មមួយក្នុងចំណោមពីរទី1អ្នកប្រកែកថាខ្លួនមិនធាត់ទេទី2អ្នកស្អប់ខ្លួនឯងដែលកំពុងតែធាត់ទៅនេះទោះក្នុងករណីមួយណាក៏ដោយក៏អ្នកនៅតែធាត់គឺមិនផ្លាស់ប្ដូរឡើយអ្នកនឹងចាប់ផ្ដើមធ្លាក់គីឡូតែនៅពេលណាអ្នកទទួលស្គាល់ថាការពិតថាអ្នកធាត់មែនតែប៉ុណ្ណោះនៅពេលគម្ពីរបៃបលសរសេរថាបញ្ហាគឺបណ្ដាលមកពីភាពមានះរឹងរូសរបស់អ្នកមិនមែនមកពីព្រលឹងខ្មោចបិសាចអ្វីនោះទេហើយចំណុចនេះគឺចង់សំដៅទៅលើភាពមានះមិនព្រមទទួលស្គាល់ការពិតនឹងឯងការទទួលសេចក្តីខឹងសម្បារឬការវាយប្រហារត្រឡប់ទៅវិញគឺមិនអាចដោះស្រាយបញ្ហាបានទេអ្នកអាចយកឈ្នះរបស់ដែលអ្នកបញ្ចូលចិត្តតាមរយៈការទទួលយកការពិតរបស់វាមិនមែនតាមរយៈការប្រកែកមិនព្រមទទួលស្គាល់នោះឡើយហើយបន្ទាប់មកអ្នកជំនួសវាដោយរបស់ណាដែលវិជ្ជមានសូមអរគុណសូមរងចាំស្ដាប់ភាគបន្ត